អង្គរនិងអង្គរវត្តមានន័យខុសគ្នាដូចម្ដេចអង្គរនិងអង្គរវត្តមានន័យខុសគ្នាអង្គរសំដៅលើប្រាសាទដែលនៅតំបន់អង្គរដែលមានប្រាសាទនានាក្នុងកំពែងអង្គរធំប្រាសាទបាយ័នដែលរួមទាំងប្រាសាទអង្គរវត្តនិងប្រាសាទភ្នំបាខែងផងដែរអង្គរវត្តឬហៅថាអង្គរតូចសំដៅលើប្រាង្គប្រាសាទអង្គរវត្តដែលមានកំពូល5មានកំពែងព័ទ្ធជុំវិញដែលមានបណ្ដោយជាង 1000 ម៉ែត្រពីទិសខាងលិចខាងកើតនិងទទឹងពីជើងទៅត្បូងជាង 800 ម៉ែត្រប្រាសាទនេះសង់កសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី2គ្រិស្តសករាជ 1113 ដល់ឆ្នាំ 1150 សំណួរទី2សម័យអង្គររុងរឿងចាប់ពីសតវត្សទីប៉ុន្មានសម័យអង្គររុងរឿងចាប់ពីសតវត្សទី9ដល់សតវត្សទី13 3តើស្ដេចអង្គណាដែលសាងអង្គរទី1ទី2និងទី3ស្ដេចដែលសាងអង្គរទី1គឺព្រះបាទយសោវរ្ម័នទី1ដែលក្រុងអង្គរកាលជំនាន់នោះឈ្មោះថាយសោធបុរៈដែលមានប្រាសាទភ្នំបាខែងជាស្នូលក្នុងសតវត្សទី9អង្គទី2សាងឡើងដោយព្រះបាទឧទយទិសាវរ្ម័នទី2ដែលមានប្រាសាទបាពួនជាផ្ចិតនៃក្រុងអង្គរទី2សតវត្សទី13អង្គទី3ឬអង្គធំកសាងដោយព្រះបាទជ័យវរ្ម័នទី7ដែលមានប្រាសាទបាយ័នជាស្នូលសតវត្សទី13តើប្រាសាទអង្គរតូចមានកំពូលប៉ុន្មានកំពូលនោះតំណាងឲ្យអ្វីខ្លះតាមបែបសាសនានិយមប្រាសាទអង្គរតូចមានកំពូល5កំពូលទាំងនោះតំណាងឲ្យភ្នំព្រះសុមេរុដែលព័ទ្ធជុំវិញដោយទ្វីបទាំង4គឺបុវេទេហទ្វីបអបតោយានទ្វីបឧត្តរគរុទ្វីបនិងជម្ពូទ្វីបដែលមានកំពែងខាងក្រៅរបស់ប្រាសាទជាតំណាងជញ្ជាំងភ្នំដ៏ខ្ពស់ខណ្ឌសមុទ្រខាងក្រៅតាមន័យលោកនិយមកំពូល5តំណាងឲ្យបាតដៃពលករដែលមានម្រាម5ជាអ្នកកសាងកំពូល5តំណាងឲ្យព្រលឹងទាំង5របស់ជនជាតិខ្មែរដែលបង្កប់ពីក្រោយស្នាដៃសិល្បៈរបស់ខ្លួនគឺជានិមិត្តរូបនៃទី1បញ្ញាញាណទី2សេចក្តីព្យាយាមក្នុងពលកម្មទី3សេចក្តីអំណត់ទី4ទេពកោសល្យទី5និមិត្តកម្មសិល្បៈ